ទូរទស្សនិកជនជាទីគោរពក្រសួងអប់រំយុវជននិងកីឡានិងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈលើជំនាញគណនេយ្យក្រសួងអប់រំយុវជននិងកីឡានិងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈលើជំនាញគណនេយ្យឯកឧត្តមអង្គបូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថាកម្មវិធីបណ្ដុះបណ្ដាលលើជំនាញគណនេយ្យដល់សិស្សានុសិស្សផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈក្នុងការអនុវត្តគន្លងអប់រំថ្មីឬគន្លងវិជ្ជាជីវៈចាប់ផ្ដើមដាក់ឲ្យអនុវត្តតាមការគ្រោងដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបច្ចុប្បន្នពិសេសបំពេញបន្ថែមតម្រូវទីផ្សាររបស់ក្រុមហ៊ុននានាដែលកំពុងត្រូវការបុគ្គលិកលើជំនាញគណនេយ្យកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់គោលដៅនិងលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការរៀបចំនិងអនុវត្តការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈជំនាញគណនេយ្យដល់សិស្សានុសិស្សផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈនៅតាមសាលារៀនគោលដៅក្នុងការអនុវត្តគន្លងអប់រំថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមបញ្ជាក់ថាភាគីទាំងពីរបានយល់ព្រមគ្នាលើកម្រិតសហប្រតិបត្តិការក្នុងការរៀបចំនិងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញគណនេយ្យដល់សិស្សផ្នែកអប់រំបច្ចេកទេសចាប់ពីថ្នាក់ទី10ទី11និងទី12ក្នុងការអនុវត្តគន្លងអប់រំថ្មីឬគន្លងវិជ្ជាជីវៈពិសេសការផ្ដល់អភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈដល់គ្រូបង្រៀននិងគ្រូជំនួយជំនាញគណនេយ្យនិងចូលរួមក្នុងការអភិវឌ្ឍកម្មវិធីសិក្សាជំនាញគណនេយ្យក្នុងនាមជួយគាំទ្រដំណើរការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញគណនេយ្យនៅតាមស្ថានភាពសាលារៀនគោលដៅនិងបង្កើតគណនេយ្យសម្រាប់សិស្សានុសិស្សចូលសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញការចាប់ដៃជាមួយនឹងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដានេះគឺជាជំរើសមួយដ៏ត្រឹមត្រូវពីព្រោះថាសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យឯកទេសខាងផ្នែកហិរញ្ញវត្ថុនិងគណនេយ្យបាទអញ្ចឹងហើយជាជំហានសាកល្បងយើងមើលឃើញថាសាកលវិទ្យាល័យគឺមាន expertise បាទមានជំនាញជាក់លាក់បាទមានអ្នកឯកទេសបាទដែលមានហៅថាជាអ្នកឯកទេសកម្រិតខ្ពស់ហើយនេះគឺជាឱកាសល្អនៅពេលដែលក្រសួងអប់រំជននិងកីឡាបានសាកល្បងពង្រីកគន្លងវិជ្ជាជីវៈលើជំនាញគណនេយ្យនេះយើងបានពង្រីកទៅដល់ជាង10សាលាឆ្លៀវឱកាសនេះខ្ញុំបាទសូមផ្ដល់ព័ត៌មានថាការសិក្សាជំនាញគណនេយ្យនេះគឺជាជំនាញមួយដែលជាជំនាញមូលដ្ឋានបាទជាតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារហើយការផ្ដល់សេវាកម្មខាងផ្នែកបរិញ្ញាពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដានេះគឺជាការបង្រៀនមួយប្រកបដោយគុណភាពទោះបីជាយើងធ្វើនៅក្នុងដំណាក់កាលសាកល្បងក៏ដោយប៉ុន្តែទាំងក្រុមការងារសាកលវិទ្យាល័យនិងក្រុមការងារក្រសួងដែលធ្វើការជាមួយគ្នានេះតាំងចិត្តថានឹងធ្វើយ៉ាងម៉េចឲ្យសម្រេចបាននៅគុណភាពនេះបាទខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំបន្តទៀតចំនួនសិស្សដែលចាប់អារម្មណ៍ចុះឈ្មោះចូលរៀនលើជំនាញគណនេយ្យនឹងមានការកើនឡើងបាទលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាបានឲ្យដឹងថានេះគឺជាមោទកភាពមួយដែលក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់នៅសេចក្តីទុកចិត្តនិងជឿជាក់លើកម្រិតគុណភាពនៃការអប់រំចំណេះជំនាញជាពិសេសឈានដល់កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈលើជំនាញគណនេយ្យលោកបណ្ឌិតបដិញ្ញាបំពេញបន្ថែមនៅចន្លោះការខ្វះខាតផ្នែកធនធានមនុស្សលើជំនាញគណនេយ្យនេះប្រកបដោយជោគជ័យតាមរយៈការសហការចែករំលែកធនធានមនុស្សគ្រូបង្រៀនអភិវឌ្ឍសម្ភារៈសម្រាប់បណ្ដុះបណ្ដាលអ្នកជំនាញបណ្ដុះបណ្ដាលបញ្ចូលមេរៀនផលិតផលថ្មីៗនិងសេវាកម្មនានារបស់ធនាគារអេស៊ីលីដាដើម្បីបញ្ជ្រាបការយល់ដឹងឲ្យទៅដល់សាលាគោលដៅដែលបានឯកភាពគ្នាដែលសិស្សានុសិស្សត្រូវចូលរៀនក្នុងពេលវេលាដូចគ្នាយើងខ្ញុំបដិញ្ញាដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះធ្វើឲ្យបានល្អបំផុតឲ្យអស់ពីលទ្ធភាពដើម្បីធានាគុណភាពក្នុងការអប់រំដល់សិស្សដល់គ្រូដែលជាគ្រូដឹកនាំនៅតាមសាលាមួយៗហ្នឹងឲ្យគាត់ទទួលបានជោគជ័យហើយជាពិសេសដើម្បីអនុវត្តគម្រោងនេះដែរខ្ញុំបាន
វិនិយោគទៅលើបង្កើតឲ្យមាន Smart Classroom បាទ Smart Classroom ហ្នឹងគឺតាក់ទងនឹងប្រព័ន្ធបង្រៀនតាមអនឡាញគឺបង្រៀនចេញពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រស៊ីដាគ្របដណ្ដប់ទូទាំងប្រទេសនៅក្នុងតាមវិទ្យាល័យដែលបានភ្ជាប់ក្នុងប្រព័ន្ធហ្នឹងជាមួយគ្នាជារួមគឺយើងបង្រៀនតាមបែប digital គាត់អាចសិក្សាស្រាវជ្រាវថែមគាត់អាចធ្វើលំហាត់គាត់អាចអនុវត្តជាពិសេសឧបមាថាឥឡូវ ACDA មាន Super App អញ្ចឹងបើយើងបរៀនអំពីរបៀបប្រើប្រាស់នៅក្នុងគណនីធនាគារគាត់ដឹងអំពីរបៀបប្រើដោយសារយើងមាន system ឲ្យគាត់សាកឲ្យគាត់តេស្តអីចឹងជាដើមដូច្នេះខ្ញុំឃើញថាយើងរៀនឥឡូវមិនដូចសម័យមុនទេយើងរៀនភាគច្រើនយើងប្រើប្រាស់កុំព្យូទ័រអញ្ចឹងសិស្សអាចយកកុំព្យូទ័រមកប្រើមកធ្វើតេស្តមករៀនបានហើយ system យើងមានស្រាប់អញ្ចឹងគាត់អាចចូលទៅតែម្ដងដើម្បីប្រើវា